នេះវិញយាយអ្នកមើលទៅគួរឲ្យភ្ញាក់ផ្អើលនៅក្នុងសម្លៀកបំពាក់នេះសូម្បីតែមានភាពថ្លៃថ្នូរជាងនារីថ្លៃថ្នូរអូនអ្នកនិយាយផ្អែមខ្ញុំមិនអាចប្រៀបធៀបនឹងគេបានទេខ្ញុំគ្រាន់តែជាស្ត្រីចំណាស់ម្នាក់ក្នុងផ្នែករបស់ខ្ញុំអ្នកតែងតែមានភាពយុត្តិធម៌បំផុតលោកយាយពិធីជប់លៀងមិនទាន់បានចាប់ផ្ដើមនៅឡើយទេត្រីទាំងអស់រវល់តែសប្បាយឃើញត្រណាស់តោះចាំអីទៀតនៅ Imperial Garden តើអ្នកយកពីនយោបាយតាំងពីពេលណាជាការពិតខ្ញុំជារីករាយគួរឲ្យចាប់អារម្មណ៍យើងនឹងទៅការចរណែនរបស់អ្នកបានធ្វើឲ្យយើងនិយាយពេលនេះមិនអាចទទួលយកបានទេមិនចាំបាច់ប្រញាប់ប្រញាល់ពិធីជប់លៀងមិនទាន់បានចាប់ផ្ដើមទេតើអ្នកដឹងអ្វីខ្លះយើងនៅទីនេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីតុលាការមិនទទួលបានឱកាសទេឪពុកក្មេកនិយាយត្រូវយើងគួរតែប្រញាប់ហើយអ្វីបានជាមានកូននៅក្នុងសួនអធិរាជព្រះចៅអធិរាជមានអ្នកស្នងរកតែមួយនោះត្រូវតែជារាជទាយាទដែលបាត់ខ្លួនជាយូរមកហើយថ្មីនេះពួកគេបានរកឃើញហេតុអ្វីបានជាតួអង្គនៅក្បែរព្រះអង្គមើលទៅឃើញច្បាស់អ្នកខុសហើយព្រះអង្គគំចាស់ត្រូវនៅជាមួយព្រះនាងអធិរាជដាវជើមិនអាចទៅរួចនោះទេយើងបានជួបនាងពីមុននៅឯពិធីជប់លៀងឡើងសោយរាជក្នុងចំណោមពួកអភិជនទាំងអស់ព្រះនាងមិនបានកត់សម្គាល់យើងទេសូមចូលទៅចិត្តពួកគេឥឡូវនេះដើម្បីបង្កើតចំណាប់អារម្មណ៍ល្អនេះអាចមានប្រយោជន៍ដល់យើងនៅពេលក្រោយយើងយកត្រូវទៅស្វាគមន៍គេយ៉ាងឆាប់រហ័សអាយុកំពុងចាប់ខ្ញុំការដើររយៈពេលខ្លីនេះបានធ្វើឲ្យខ្ញុំអស់សង្ឃឹមសម្រាប់នៅទីនេះយាយខ្ញុំនឹងពិនិត្យមើលអាវក្នុងពិធីរបស់អ្នកតើវាត្រូវបានផ្លាស់ប្ដូរនៅឡើយទេសូមអរគុណរួលគ្រួសារចិនឌីម៉ាគ្វីសរបស់អ្នកសំណុំពលទស្សនិកជនដូចពេលមិនទាន់មកសុំទោសស្វែងរកការអភ័យទោសជាចុងក្រោយអនុញ្ញាតឲ្យពួកគេចូលតាមដែលអ្នកបញ្ជាអ្នកប្រែចិត្តសំឡេងនោះស្ដាប់ទៅដូចជាស្គាល់យើងមិនដែលជួបព្រះនាងទេតើនាងមានន័យថាការបំពេញអ្វីនោះតែព្រះនាងបានរកឃើញក្មេងប្រុសដែលខ្លាញ់ធ្វើជាព្រះអង្គម្ចាស់តែម្ដាយរបស់ខ្ញុំបានយកនោះត្រូវតែជាវានៅពេលអ្នកបញ្ចប់សូមអង្គវរកសេចក្តីមេត្តាករុណាឥឡូវនេះទូបង្គំសារភាពកំហុសរបស់ព្រះអង្គខ្ញុំមិនអាចគ្រប់គ្រងម្ដាយរបស់ខ្ញុំបានទេហ៊ានឲ្យចៅប្រុសតាំងខ្លួនជារាជវង្សព្រះចៅវិញយួនរបស់អ្នកមិនត្រូវស្ដីបន្ទោសទេការលះបង់របស់គាត់បានរារាំងគាត់ពីការប្រឆាំងនឹងនាងការគោរពបូជាការស្ដាប់បង្គាប់ពីការភ្នែករបស់គាត់ត្រូវបានអនុញ្ញាតឲ្យនាងមានកំហុសប៉ុន្តែគាត់បានកែតម្រង់ឥឡូវនេះព្រះករុណាខ្ញុំបានផ្ដាច់ទំនាក់ទំនងជាមួយស្ត្រីឈួតនោះដាក់ទោសនាងតាមដែលអ្នកយល់ឃើញថាខ្ញុំមិនតវ៉ាទេល្អចង់ចាំពាក្យរបស់អ្នកចាប់ពីថ្ងៃនេះទៅខ្ញុំនឹងធ្វើដូចជាខ្ញុំមិនដែលចិញ្ចឹមអ្នកហើយអ្វីបានជាអ្នកនៅទីនេះតើអ្នកមិនបានចាក់សោនៅក្នុងប្រាសាទដុលីជាមួយនាងទេអ្នកចូលគុកយ៉ាងម៉េចក៏ហ៊ានមិនគោរពព្រះអង្គហ៊ានធ្វើមិនហ៊ានខ្លាញ់ខ្លួនជាអធិរាជចុះបើខ្ញុំពិតជាអធិរាជរែងខេភិងមិនអាចទៅរួចទេអ្នកគ្រាន់តែជាអ្នកនេសាទគុំគិតថាសម្លៀកបំពាក់ប្រណិតធ្វើឲ្យអ្នកមានរាជវង្សហើយអ្វីមិនអាចទៅរួចប្រសិនបើខ្ញុំមិនមែនជាអធិរាជខ្ញុំអាចចូលទៅក្នុងសួនរាជបានដោយរបៀបណាទីជប់លៀងព្រះចៅអធិរាជបានអញ្ជើញសិប្បករជំនាញមកពីខាងក្រៅអ្នកបាននោះចូលការខ្លាញ់ខ្លួនជាអធិរាជគឺជាបទល្មើសធំមួយជប់ឈ្គួតនេះទៅបើចង់ស្លាប់កុំអូសខ្ញុំចុះកូនប្រសាររបស់ខ្ញុំមានសេចក្តីទុកចិត្តពីព្រះអង្គម្ចាស់ប្រសិនបើឧត្តមសិក្សាម្ដាយរបស់គាត់ខ្លាញ់ធ្វើជាអធិរាជអាជីពរបស់គាត់ត្រូវបានបំផ្លាញថ្ងៃនេះខ្ញុំនឹងបដិសេធអ្នកឲ្យអូសអ្នកទៅប្រាសាទដុលីដោយផ្ទាល់ខ្លះទីតើលេងខ្ញុំលេងវិញអ្នកនៅលើការសោកស្ដាយបំផុតក្នុងជីវិតរបស់ខ្ញុំគឺការចិញ្ចឹមកូនប្រុសដូចអ្នកភាពមិនស្មោះត្រង់ដែលមិនគួរឲ្យគោរពវេជ្ជអាជីពរបស់អ្នកសំនឹងបំផ្លាញអ្នកមេបញ្ជាការវងមេបញ្ជាការវងអរគុណស្ថានសុខដែលអ្នកនៅទីនេះនាងកំពុងខ្លាញ់បន្លំជាអធិរាជចាប់នាងភ្លាមតើអ្នកហ៊ានយ៉ាងណានេះជាពិធីជប់លៀងឡើងក្រុងរាជរបស់ព្រះនាងតើអ្នកហ៊ានបង្កបញ្ហានៅទីនេះយ៉ាងម៉េចតើអ្នកមិនខ្លាចធ្វើបាបរាជវង្សទេហើយបាត់បង់ក្បាលរបស់អ្នកជាការយកខុសនេះជាកំហុសទាំងអស់ដែលយើងមិនមានន័យថាមិនគោរពយើងបានវង្វេងនៅទីនេះដោយចៃដន្យពួកយើងនឹងចាក់ចេញភ្លាមដោយពិចារណាលើព្រះអង្គម្ចាស់ផ្ទាល់បានអញ្ជើញយើងសូមបង្ហាញសេចក្តីមេត្តាអនុញ្ញាតឲ្យពួកយើងចេញទៅម្ដងចេញទៅឥឡូវនេះអោរបស់ព្រះករុណាត្រូវបានកែប្រែតាមការស្នើសុំព្រះចៅអធិរាជនិងព្រះរាជទាយាទកំពុងរំចាំសេចក្តីនេះនាំអ្នកឲ្យផ្លាស់ប្ដូរតើយើងអនុញ្ញាតឲ្យស្ត្រីនោះរត់គេចស្ងប់ស្ងាត់យូរយ៉ាវវិញឥឡូវនេះគឺជាលំដាប់ទី3របស់អធិរាជអនុរាជដល់សម្ដេចព្រះបរមរតនកោដ្ឋការឡើងកាន់អំណាចរបស់គាត់គឺចិត្តមកដល់ហើយស្ត្រីអ្នកនេសាទទៀបម្នាក់នោះអាចដោះស្រាយបានគ្រប់ពេលការមានម្ដាយបែបនេះគឺជាការអាម៉ាស់បំផុតរបស់ខ្ញុំនៅពេលខ្ញុំឡើងកាន់តំណែងខ្ពស់ខ្ញុំនឹងចាប់នាងដោយផ្ទាល់ដើម្បីសងសឹកអ្នកយ៉ាវបន្ទាប់មកនាងនឹងបង់ប្រាក់យ៉ាងថ្លៃថ្នូរចេញស្ដកអស្ចារ្យរបស់យើងបានបាត់បំផុតរាជទាយាទបានវិលមកវិញហើយក្រោយបាត់ខ្លួនរាប់ឆ្នាំជីដូនជីតារបស់យើងបានប្រទានពរដល់អធិរាជនិងព្រះចៅអធិរាជឲ្យតម្លៃដល់ព្រះអង្គម្ចាស់យ៉ាងជ្រាលជ្រៅសូម្បីតែម្ដាយចិញ្ចឹមរបស់គាត់ក៏ត្រូវបានគេនាំមកវិញដើម្បីឡើងអធិរាជពីក្សកទៅអធិរាជដាវជើអ្វីដែលជាសំណាងមិនគួរឲ្យជឿពិតប្រាកដពួកគេនិយាយថានាងគ្រាន់តែជាអ្នកនេសាទក្រីក្រកូនប្រុសរបស់នាងបានបោះបង់ចោលនាងដើម្បីស្វែងរកទ្រព្យសម្បត្តិនិងឋានៈកូនប្រុសរបស់នាងត្រូវតែពេញស្ដាយស្ត្រីនេសាទខ្វក់ឥឡូវនេះមើលចុះអ្នកទាំងពីរជាអ្នកនេសាទប៉ុន្តែម្ដាយរបស់អ្នកខ្វះសំណាងអាចជាម្ដាយរបស់ខ្ញុំក្រឹតនេះត្រូវបានចេញឲ្យខ្ញុំដោយអធិរាជម្ដេចក៏ហ៊ានប្រមាថព្រះអង្គអ្វីដែលចៃដន្យនោះមានស្ត្រីនេសាទរាប់មិនអស់នាងមិនមែនជាយ៉ាងខេភិងតែមួយនោះទេនៅពេលអ្នកជប់ស្រមៃមើលរឿងប្រសិនបើយ៉ាងខេភិងជាអធិរាជមេតបបាននឹងប្រហារជីវិតយើងរួចហើយយើងនឹងមិនអង្គុយនៅទីនេះទេខ្ញុំបានលើប្រតិកម្មខ្លាំងពេកប្តីប្រពន្ធអធិរាជបានធ្វើពិធីដ៏ធំមួយអោរបស់នាងនឹងមានត្បូងទឹមដកកម្រិតចំនួន99ត្បូងទឹមដែលជាងកាត់ដេអធិរាជកំពុងដេវាឥឡូវនេះរបីនីមួយគឺជាកិត្តិយសរបស់បរទេសទីក្រុងមួយមានតម្លៃអោ
ផាយរបស់ព្រះនាងនឹងអស្ចារ្យបំផុតដែលមិនធ្លាប់ឃើញការធ្វើជាសាក្សីក្នុងពិធីនេះធ្វើឲ្យការធ្វើដំណើររបស់យើងមានអ្នកជាបានឬមែនព្រះករុណាទ្រង់ពាក់អាវក្រោះរបីតើអ្នកបានឃើញវាពីមុនទេខ្ញុំបានច្រឡំភាពបរិសុទ្ធរបស់ព្រះអង្គម្ចាស់និងព្រះមហាក្សត្រយានីបានមកដល់ហើយព្រះជន្មយូរយូរអង្វែងសូមទ្រង់សោយរាជរាប់ពាន់ឆ្នាំសូមថ្វាយព្រះពរព្រះករុណាជាអង្គចាស់ជីវិតអង្គលើត្បូងកុំមើលដោយផ្ទាល់លើព្រះភ័ក្ត្ររបស់ព្រះអង្គម្ចាស់អ្នកទាំងអស់គ្នាអាចកាន់ឡើងមកជាចម្ដីថ្ងៃនេះជាពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះនាងព្រះមហាក្សត្រទ្រង់បានអនុញ្ញាតសម្រាប់មន្ត្រីនាំក្រុមគ្រួសារទៅវាំងលោកលេងវិញយួនអ្នកប្រាក់ខាងពិធីបុណ្យហើយអ្វីបានជាម្ដាយរបស់អ្នកអវត្តមានប្រសិនបើព្រះអង្គម្ចាស់ត្រូវរកឃើញខ្ញុំមានម្ដាយដែលកើតមកទៀតវានឹងបំផ្លាញអាជីពផ្លូវការរបស់ខ្ញុំពេលនេះមិនអាចទេខ្ញុំមិនត្រូវអនុញ្ញាតឲ្យយ៉ាងខេផេងទាញខ្ញុំចុះពីភាពខ្ពង់ខ្ពស់របស់អ្នកម៉ែខ្ញុំបានទទួលមរណភាពជាច្រើនឆ្នាំមកហើយជីដូនរបស់ខ្ញុំមានចិត្តល្អប៉ុន្តែលេងវិញអ្នកនឹងបដិសេធការយកចិត្តទុកដាក់របស់នាងគាត់ថែមទាំងហ៊ាននិយាយបង្កាច់បង្ខូចការចងចាំរបស់នាងទៀតផងថ្ងៃនេះខ្ញុំនឹងការពារកិត្តិយសរបស់នាងម្ដាយរបស់អ្នកពិតជាបានស្លាប់ហើយបាទនោះគឺជាការត្រឹមត្រូវតាំងពីក្មេងមកខ្ញុំមិនដែលស្គាល់ឪពុកខ្ញុំទេទៅជាសម្រាប់ម្ដាយរបស់ខ្ញុំនាងបានបាត់ខ្លួនពីជីវិតរបស់ខ្ញុំនៅពេលដែលខ្ញុំទទួលបានការចងចាំដំបូងវិញយន្តការបញ្ឆោតបល្ល័ង្កត្រូវទទួលទោសប្រហារជីវិតភាពខ្ពង់ខ្ពស់របស់អ្នកខ្ញុំសូមការវិនិច្ឆ័យរបស់អ្នករាល់ពាក្យដែលខ្ញុំនិយាយគឺជាការពិតឧត្តមភាពរបស់អ្នកពិចារណាពីស្ថានភាពកំព្រារបស់គាត់ខ្ញុំអាណិតគាត់ដែលជាមូលហេតុដែលខ្ញុំរៀបការពិតណាស់វិញយ៉ាងជាក្មេងកំព្រាអ្នកប្រាជ្ញនាងបានបាត់បង់ឪពុកម្ដាយទាំងពីរក្នុងវ័យកុមារភាពប៉ុន្តែគាត់បានឈ្នះនៅក្នុងការប្រឡងអធិរាជការលំបាកបែបនេះបានស៊ូទ្រាំគ្រួសាររបស់ខ្ញុំក្រីក្រប៉ុន្តែឆ្លងកាត់ការតស៊ូជាច្រើនឆ្នាំនេះខ្ញុំបានតស៊ូឆ្លងកាត់ការសាកល្បងរាប់មិនអស់ខ្ញុំបានស្ទូចត្រីពីព្រលឹមរហូតដល់ព្រលប់ដើម្បីរកប្រាក់ទោះបីជាយើងរស់នៅក្នុងភាពក្រីក្រមិនដែលខ្វះរបស់ចាំបាច់ទេអ្វីដែលអ្នកពិតជាបានស៊ូទ្រាំនឹងការលំបាកភ្លៀងធ្លាក់ពេញដំបូលរបស់យើងខ្ញុំបានដេកលងលក់ក្នុងយប់ដែលមានខ្យល់ព្យុះក្តៅខ្លួនអស់ជាច្រើនថ្ងៃទន្លេទឹកកកនៅរដូវរងានៅតែនេសាទឥតឈប់ឈរឥឡូវនេះជើងរបស់ខ្ញុំទទួលរងការខូចខាតស្បែកស្រីដំណើរដល់ខូខើនៅពេលដែលអ្នកឈ្នះសៀវភៅទាំងនេះគឺពិបាកឈ្នះការពារពួកគេយល់ដោយប្រុងប្រយ័ត្នដំបូលនៅទីនេះត្រូវការជួសជុលជាបន្ទាន់នៅពេលដែលអ្នកឈ្នះហត់នឿយពីការសិក្សាខ្ញុំធ្វើសុខត្រីជូនអ្នកម្ដាយវាដូចជាត្រជាក់ចេញពីរបៀបដែលអ្នកទទួលបានសុខត្រីខ្ញុំបានបំបែកទឹកកកនៅលើទន្លេចាប់វាដោយខ្លួនឯងការសិក្សាធ្វើឲ្យខួរក្បាលរបស់អ្នកមានការអាហារបំពន់ត្រឹមត្រូវតើអ្នកចូលចិត្តវាទេនេះជាក្តីស្រឡាញ់គ្មានលក្ខខណ្ឌរបស់ម្ដាយចំពោះកូនអ្នកបានកត់សម្គាល់បន្ទាប់ពីទាំងអស់អ្នកគ្រាន់តែមើលងាយខ្ញុំកុំសោកស្ដាយលោកយាយអ្នកនៅតែមានខ្ញុំការប្រឡងអធិរាជគឺពិបាកណាស់ប៉ុន្តែការបម្រើតុលាការមន្ត្រីនេះមិនមានការសោកស្ដាយឡើយអ្នកហ៊ានទាមទារមិនសោកស្ដាយតុលាការចាត់ទុកមិនត្រូវការអ្នកបោកប្រាស់ដែលមិនស្មោះត្រង់កំហឹងរបស់ឧត្តមរបស់អ្នកណែនាំតើវាអាចជាសម្ដេចរបស់អ្នកនឹងអ្វីមួយកុំប្រាប់ខ្ញុំថារីកទីយិតដឹងរែងខេភេងរំលោភព្រះរាជវាំងខ្លាញ់ខ្លួនជាអធិរាជដាវជើឥឡូវនេះយើងនឹងបញ្ជាក់ថានេះជាការក្បត់ជាតិខ្ពស់យើងមិនអាចឲ្យស្ត្រីនោះអូសយើងចោះទឹកព្រះគុណដ៏ចម្រើនអ្នកបានរកឃើញថាជនខ្លាញ់បន្លំ Empress Dowager គឺជាឧក្រិដ្ឋជនតែម្ដាយបង្កើតរបស់ខ្ញុំឧត្តមភាពរបស់អ្នកយើងបានផ្ដាច់ទំនាក់ទំនងជាមួយនាងឡើងនៅពេលអ្នកឈ្នះគាត់ជាម្ដាយបង្កើតរបស់អ្នកទោះបីជាគាត់បានផ្ដល់ឲ្យខ្ញុំនៅជីវិតនាងនៅតែបន្តប្រព្រឹត្តអក្រិតកម្មធ្ងន់ធ្ងរខ្ញុំអាចធ្វើអ្វីនាងបានបំពេញនៅក្នុងវាំងខ្លាញ់ខ្លួនជាអធិរាជដាវជើយើងទាំងអស់គ្នាបានឃើញវាខ្ញុំនិយាយថានាងសំនឹងទទួលការប្រហារជីវិតជាសាធារណៈសូមឲ្យនេះជាការប្រមានប្រឆាំងនឹងរាជវង្សហើយត្រូវវិនិច្ឆ័យទៅអ្នកនិយាយអំពីការប្រហារជីវិតអ្នកអធិប្បាយការប្រន្ទាបទោសឡើងជីមើលឲ្យច្បាស់ថាតើអ្នកកំពុងព្យាយាមសម្លាប់អ្នកណាលោក John K. Ping ហេតុអ្វីបានជាអ្នកនៅទីនេះមិនអាចទៅរួចម្ដាយខ្ញុំជាអ្នកនេសាទតើនាងអាចធ្វើជាអធិរាជដោយរបៀបណាអាវផាយរបស់ព្រះចៅអធិរាជសម្លៀកបំពាក់របស់នាងមានខ្សែមាសស្រទាប់ប្រាក់ជាមួយត្បូងទឹមពិតហើយទាំងនេះជាសម្លៀកបំពាក់ដ៏ថ្លៃថ្លារបស់នាងត្រូវតែលួចពួកគេនៅក្នុងសួនអធិរាជមុននេះនាងស្លៀកសម្លៀកបំពាក់ផ្សេងបរាជ័យក្នុងការខ្លាញ់ខ្លួនជាព្រះមហាក្សត្រឥឡូវលួចទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានទៅលក់នៅខាងក្រៅវាំងសាច់ញាតិរបស់ខ្ញុំបម្រើនៅក្នុងការិយាល័យទូខោអោរបស់ខ្ញុំបានលើថាព្រះចៅអធិរាជបានគង់នៅវាំងទទួលការព្យាបាលជាច្រើនថ្ងៃតួលេខរបស់នាងបានផ្លាស់ប្ដូរជុតក្នុងពិធីរបស់នាងលែងសមហើយប៉ុន្តែរោគនេះសំនឹងនាងយ៉ាងល្អឥតខ្ចោះវាត្រូវបានកែសម្រួលយ៉ាងរលូននេះបញ្ជាក់ថានាងមិនមែនជាព្រះចៅអធិរាជទេតើសាច់ញាតិរបស់អ្នកបានជូនដំណឹងដល់អ្នកនោះទេឲ្យក្នុងពិធីនេះត្រូវបានផ្លាស់ប្ដូរដោយការិយាល័យវត្តរោគសម្រាប់ការវាស់វែងរបស់ខ្ញុំសង្កេតដោយយកចិត្តទុកដាក់វាមិនសមឥតខ្ចោះគ្រប់គ្រាន់ទេការបោកប្រាស់យកអាវនោះចេញឥឡូវនេះពិតប្រាកដណាស់ការស្លៀកពាក់របស់អធិរាជដាវជើមិនមែនជារបស់លេងនោះទេសម្រាប់ស្ត្រីទូទៅប្រសិនបើអ្នកមិនដកវាទេខ្ញុំនឹងដកវាចេញអ្នកណាហ៊ានដាក់ដៃលើលោកយាយខ្ញុំឧត្តមគិតរបស់អ្នកពិចារណាឡើងវិញព្រះចៅអធិរាជចិត្តមកដល់ប្រសិនបើគាត់ឃើញអាវផាយរបស់ម្ដាយគាត់ពាក់ដោយអ្នកផ្សេងព្រះពិរោធនឹងតាមព្រះហឫទ័យរបស់ព្រះអង្គស្ដាប់ការព្រមាននេះកុំចាញ់បោកអ្នកខ្លាញ់បន្លំនឹងល្បិចរបស់នាងអនុញ្ញាតឲ្យយើងជួយ Ready នេះគឺជាការឈួត
ខាងជើងហ៊ានជេរម៉ែខ្ញុំនឹងដាក់ទោសអ្នកតើយើងត្រូវធ្វើយ៉ាងណាឲ្យលោកយាយស្ងប់ស្ងាត់នេះជាកំហុសរបស់នាងដែលនាងបានពាក់អាវរបស់អធិរាជពិតប្រាកដខ្ញុំមិនបានធ្វើអ្វីខុសទេខ្ញុំព្យាយាមការពាររឿងអាស្រូវរាជវង្សសកម្មភាពរបស់ខ្ញុំត្រូវបានសម្ហេតុផលទាំងអស់មានវត្តមានអនុញ្ញាតឲ្យចៅនេះលួចអាវរាជដោយគ្មានការអន្តរាគមន៍ឥឡូវនេះឈុតក្នុងពិធីត្រូវខូចខាតនេះជាការមិនគោរពកាតព្វកិច្ចសម្លៀកបំពាក់ពិធីរបស់អធិរាជត្រូវបានបំផ្លាញនៅចំពោះមុខភ្នែករបស់យើងព្រះចៅអធិរាជនឹងទទួលខុសត្រូវចំពោះយើងជំរឿតែមួយគត់របស់យើងគឺចាប់នាងជាមួយគ្នានេះអាចលុះការបរាជ័យរបស់យើងដែលបានយល់ព្រមចាប់អ្នកខ្លាញ់បន្លំជាមុនសិនអនុញ្ញាតឲ្យអធិរាជសម្រេចជោគវាសនារបស់យើងដកថយទាំងអស់គ្នាផ្លាស់ទីរួយតើអ្នកកំពុងធ្វើអ្វីខ្ពស់របស់អ្នកការពារក្រិតជននេះដោះលែងខ្ញុំដោះដៃខ្ញុំទៅដោះលែងជីដូនរបស់ខ្ញុំព្រះចៅអធិរាជចូលទៅចិត្តរួយឈប់ទាំងអស់គ្នារួយតើមានអ្វីកើតឡើងចំពោះព្រះករុណាចៅនេះក្លាហានហ៊ានលួចអាវរបស់ព្រះចៅអធិរាជព្រះអង្គម្ចាស់ខ្ញុំបានបំបាក់មុខអក្រិតជននេះរួចហើយមុខនាងត្រូវខូចឥឡូវនេះនាងនៅក្នុងការចោទរបស់អ្នកព្រះចៅអធិរាជតើអ្នកសុខសប្បាយទេខ្ញុំសុខសប្បាយជាទេព្រះមេដាអ្នកមានសរសៃប្រសាទខ្លះហ៊ានធ្វើបាបម្ចាស់ស្ត្រីរបស់ខ្ញុំតើនេះអាចជាយ៉ាងដូចម្តេចតើម្ដាយខ្ញុំអាចធ្វើជាសម្ដេចក្រុងព្រះបានយ៉ាងណាហេតុអ្វីបានជាលោកយាយមិនមែនជាអ្នកសង្គ្រោះរបស់ព្រះអង្គម្ចាស់ឆ្នាំមុនខ្ញុំត្រូវពួកឧទាមតាមប្រមាញ់បើយាយមិនបានចូលទៅជួយខ្ញុំនឹងត្រូវគេសម្លាប់យូរហើយប៉ុន្មានឆ្នាំមកនេះយាយនិងខ្ញុំបានពឹងផ្អែកលើគ្នាទៅវិញទៅមកវាទាំងអស់គឺអរគុណដល់យាយថែរក្សាខ្ញុំយាយញ៉ាំរួយញ៉ាំយាយទូរត់ឆ្នាំរួចរាល់ហើយតោះមកលេបឆ្នាំនាងគឺជាជីដូនរបស់ព្រះអង្គម្ចាស់ព្រះចៅអធិរាជនៃរាជវង្សជីងដ៏អស្ចារ្យយាយខ្ញុំមិនមែនជាក្មេងតូចទៀតទេតែយាយត្រូវមើលថែខ្ញុំជារាជទាយាទខ្ញុំអាចការពារអ្នកបានឥឡូវនេះរួយនឹងការពារយាយព្រះអង្គម្ចាស់នេះនឹងធ្វើឲ្យអ្នកបងថ្លៃសម្ដេចអ្នកមានមេត្តាខ្ញុំមិនដែលនឹកស្មានថាមិនត្រឹមតែម្ដាយខ្ញុំជួយសង្គ្រោះអ្នកទេប៉ុន្តែនាងបានខ្លាចជាអធិរាជមិនគួរឲ្យជឿតែអ្នកធ្លាប់ពិចារណារបៀបដែលអ្នកទទួលបានឋានៈទី3អនុរិយដល់សម្ដេចព្រះបរមរតនកោដ្ឋនេះគឺដោយសារតែនៅពេលដែលយើងគឺជាអ្នកប្រាជ្ញដែលមានទេពកោសល្យមានអ្នកប្រាជ្ញកំពុងម្នាក់ជារៀងរាល់ឆ្នាំតើពួកគេមួយណាអាចដូចអ្នកហើយព្រានបន្ទាប់ពីប្រឡងជាប់ទទួលបានតំណែងផ្លូវការនៃចំណាត់ថ្នាក់ទី3នេះអាចជាវាសម្រាប់ជាប្រយោជន៍របស់ម្ដាយអ្នកផ្ដល់ឲ្យអ្នកនៅមុខតំណែងដែលសង្ឃឹមថាបន្ទាប់ពីអ្នកទទួលបានជោគអ្នកនឹងមើលថែនាងយ៉ាងត្រឹមត្រូវប៉ុន្តែចុះអ្នកវិញលេងវិញយូរនិយាយបានចិញ្ចឹមអ្នកហើយបានជួយអ្នកឲ្យប្រឡងជាប់ប៉ុន្តែនៅពេលដែលអ្នកទទួលបានអំណាចអ្នកបានបោះបង់នាងចោលដូចជាស្បែកជើងចាស់តែវាមិនដូចនោះទេព្រោះអ្នកមិនចង់បានយាយបន្ទាប់មកមុខតំណែងនេះត្រូវបានប្រគល់ឲ្យវាវិញឧត្តមភាពរបស់អ្នកភាពខ្ពង់ខ្ពស់របស់អ្នកខ្ញុំត្រូវបានដាក់សុំនេះគឺជាពួកគេដែលពួកគេកំពុងរៀបចំខ្ញុំលេងវិញអ្នកនៅលើអ្នកមិនហ៊ានបង្កាច់បង្ខូចខ្ញុំទេតើខ្ញុំខុសនៅពេលនោះកេនដេរបស់អ្នកចូលនៅក្របមកខ្វាយបានបង្ខំកូនកំឡោះលើកូនស្រីរបស់អ្នកបង្ខំឲ្យខ្ញុំរៀបការក្នុងគ្រួសាររបស់អ្នកក៏បានបង្ខំខ្ញុំឲ្យផ្ដាច់ទំនាក់ទំនងជាមួយម្ដាយខ្ញុំដែរច្បាស់ណាស់អ្នកគិតថាយ៉ាងខេភេងមានឋានៈទាបបន្ទាប់ពីអ្នកបានប្រឡងជាប់អ្នកមិនអាចរងចាំដើម្បីតោងលើមេខ្ពស់របស់ខ្ញុំជប់និយាយពាក្យមិនសមហេតុសមផលតើខ្ញុំមើលងាយម្ដាយខ្លួនឯងទេលេងវិញយូរអ្នកហ៊ានវាយកូនស្រីខ្ញុំសូមព្រះករុណាជាអង្គចៅក្រមលេងវិញយូរមើលងាយភាពក្រីក្ររបស់អធិរាជដាវជពេលនោះហើយជាមូលហេតុដែលគាត់រៀបការជាមួយខ្ញុំថ្ងៃនេះគាត់បង្វែរទៅឲ្យរៀបចំយើងបាត់ព្រះករុណាយើងក៏ត្រូវបានបញ្ឆោតដោយលេងវិញយូរផងដែរវាគឺជាពួកគេដែលពួកគេកំពុងដាក់ខ្ញុំអ្នកនៅតែនិយាយមិនសមហេតុផលតើនរណាជាអ្នកដាក់ពង្រាយអ្នកគ្រប់គ្រាន់អ្នកទាំង3សុទ្ធតែជាប់កាំងគ្មានអ្នកណាម្នាក់គ្មានកំហុសទេម៉ាក់តើអ្នកចង់ដោះស្រាយជាមួយពួកគេយ៉ាងដូចម្តេចម៉ាក់ខ្ញុំជាកូនប្រុសតែមួយរបស់អ្នកខ្ញុំនៅតែត្រូវមើលថែអ្នកខ្ញុំត្រូវមើលថែអ្នកក្នុងវ័យចាស់លេងវិញយូរអ្នកបង្ខំខ្ញុំដើម្បីដាក់ស្នាមរៀនដៃរបស់ខ្ញុំនៅលើលិខិតបដិសេធចាប់ពីពេលនោះមកយើងលែងជាម្ដាយនឹងកូនទៀតហើយគ្មានម្ដាយវាជាការយកខុសទាំងអស់ខ្ញុំត្រូវបានគេបំផន់ដោយការយកខុសអ្នកអនុញ្ញាតឲ្យអញ្ចឹងត្រកមកខ្វាយធ្វើបាបខ្ញុំជាការយកខុសឬថាអ្នកខ្លាចជាប់ពាក់ព័ន្ធអ្នកចង់បានអធិរាជហើយរួចរកាត់ទុកប្រហារជីវិតខ្ញុំមីងពីមុនខ្ញុំពីការភ្នែកខ្ញុំមិនស្គាល់អត្តសញ្ញាណរបស់អ្នកពីមុនទេទៅដល់លោកវិញយូរនឹងខ្ញុំផងនៅថ្ងៃអនាគតវិញយូរហើយខ្ញុំនឹងមើលថែអ្នកឲ្យបានល្អមីង